ខ្ញុំទទួលស្គាល់ហើយថាជីវិតរៀបការរបស់ខ្ញុំគឺវាបរាជ័យហើយខ្ញុំទទួលស្គាល់ថាខ្ញុំអត់អាចល្អគ្រប់10ទេខ្លួនឯងគឺជា head ផងមួយដែលកូនហ្នឹងវាមកត្រូវនៅក្នុងស្ថានភាពហ្នឹងដោយសារតែយើងខ្លួនឯងវាពិបាកខ្លួនឯងវាពិបាកមកតង់ហើយកូនត្រូវរស់នៅក្នុងស្ថានភាពមួយដែលគាត់អត់បានជ្រើសរើសមកជីវិត30ឆ្នាំនេះគឺជាកំហុសដែលធំជាងគេហើយវាក៏ជា life changing វាគឺជា transition មួយសម្រាប់ជីវិតបងធំជាងគេដែរមានកូនតែតែខ្លួនអត់តន់រួចរាល់គ្នាបើសិនជាចង់ឲ្យរស់នៅជីវិតមួយដែលមានសេរីភាពគឺឈប់កុហកខ្លួនឯងហើយទទួលស្គាល់ខ្លួនឯងហើយទទួលស្គាល់អីដែលខ្លួនឯងបានធ្វើទោះបីចង់ទទួលស្គាល់ឬក៏មិនចង់ទទួលស្គាល់រឿងហ្នឹងគឺវាពិតជាបានកើតឡើងមែនអញ្ចឹងកុំព្យាយាមកិច្ចពីវាកុំព្យាយាមបំភ្លៃអតីតកាលរបស់យើងហើយយើងអាចកុហកគេបានប៉ុន្តែយើងអត់អាចកុហកខ្លួនឯងបានខ្ញុំរាល់ថ្ងៃនេះវាគឺជាលទ្ធផលនៃអីដែលយើងបានធ្វើពីមុនមកទាំងអស់សូមបើកចិត្តក្លាហានហើយទម្លាក់ចុះកំហុសទាំងនោះវាមិនបានឲ្យនិយមន័យខ្ញុំទេបើសិនជាពេលហ្នឹងបងអត់ជួបបញ្ហាហ្នឹងប្រហែលជាបងអត់រឹងមាំដូចរាល់ថ្ងៃតើទៅមុខទៀតយើងចង់បានបែបណាយើងត្រូវសម្រេចចិត្តចាក់ចេញពីជីវិតរៀបការមួយនេះអត់មានណាគេសម្រេចចិត្តឲ្យចង់ឲ្យខ្លួនឯងពិបាកឯងត្រូវតែពេលហ្នឹងយើងអត់ដឹងពិបាកសឹងថាអត់មានហេតុផលណាមួយទៀតដែលថាចង់រស់ទៀតហ្មងព្រោះមានអ្នកអត់ដឹងថាខ្ញុំធ្លាប់រៀបការពីមុនមកហើយកំហុសដែលបងធ្វើពេលហ្នឹងគឺបងសម្រេចចិត្តរៀបការទាំងដែលខ្លួនឯងអត់ទាន់រួចរាល់ទាំងផ្នែកហិរញ្ញវត្ថុទាំងផ្នែកផ្លូវចិត្តកំហុសទី1នេះវា lead ទៅកំហុសទី2មួយទៀតគឺសម្រេចចិត្តថាមានកូនទាំងដែលខ្លួនឯងអត់ទាន់រួចរាល់ដូចគ្នាអញ្ចឹងអាទាំងពីរហ្នឹងវាគឺជាកំហុសមួយដែល lead ទៅកំហុសមួយទៀតកំហុសដែលធំខាងបំផុតគឺជាកំហុសដែលមកពីយើងដោយសារតែយើងមាន power យើងមានអំណាចនៅក្នុងការសម្រេចចិត្តអញ្ចឹងនៅពេលដែលកំហុសនោះវាកើតឡើងដោយសារយើងគឺយើងមានទំនួលខុសត្រូវអញ្ចឹងវាគឺជាទំនួលខុសត្រូវរបស់យើងពេលដែលបងសម្រាប់ចាត់រៀបការនៅពេលដែលបងអត់ទាន់រួចរាល់មានកូនទាំងដែលខ្លួនអត់ទាន់រួចរាល់ដូចគ្នាបងអត់ទាន់មានមូលដ្ឋានគ្រឹះមួយសម្រាប់គ្រួសារដែលរួចរាល់កសាងគ្រួសារមួយដែលមានសុភមង្គលកសាងគ្រួសារមួយដែលពេញលេញល្អក៏អត់ទាន់ត្រៀមខ្លួននឹងធ្វើជាម្ដាយមួយរូបដែលពេញលេញដូចគ្នាទោះបីជាបងចង់ឬមិនចង់អត់មានណាគេសម្រាប់ចិត្តឲ្យចង់ឲ្យខ្លួនឯងពិបាកឯងត្រូវតែពេលហ្នឹងយើងអត់ដឹងថាការសម្រាប់ចិត្តហ្នឹងវានឹងនាំទៅលទ្ធផលណាមួយយើងអត់អាចប្រកែកបាននៅលទ្ធផលដែលវានឹងកើតឡើងបន្ទាប់ពីការសម្រាប់ចិត្តរបស់យើងហើយហ្នឹងទេទោះបីជាយើងចង់មិនចង់ការសម្រាប់ចិត្តហ្នឹងវាបែបណាគឺយើងត្រូវតែរួចរាល់ធៀមខ្លួនហើយនឹងដោះស្រាយជាមួយនឹង consequence ដោះស្រាយជាមួយនឹងលទ្ធផលដែលយើងបានធ្វើហ្នឹងអញ្ចឹងលទ្ធផលដែលបានពីការដែលបងរៀបការអត់ទាន់រួចរាល់ហ្នឹងគឺអត់មានសមត្ថភាពក្នុងការបង្កើតគ្រួសារមួយដែលមានអីដែលពេញលេញមានកូនដែលអត់ទាន់រួចរាល់ហ្នឹងគឺបងត្រូវទៅធ្វើការទាំងដែលទុកកូនជាមួយនឹងម៉ាក់ប៉ាឲ្យម៉ាក់ប៉ាជួយមើលទាំងដែលបងខ្លួនឯងហ្នឹងគឺបងចង់មានសមត្ថភាពនៅក្នុងការមើលកូនផងយើងមើលកូនផ្ទាល់ដៃបងអត់អាចធ្វើអាហ្នឹងបានទេហើយវា lead ទៅ consequence មួយទៀតហ្នឹងគឺនៅពេលដែលអត់អាចរស់នៅចោះសម្រុងជាមួយគ្នាបានយើងត្រូវសម្រេចចិត្តចាក់ចេញពីជីវិតរៀបការមួយនេះ consequence មួយទៀតមិនមែនមកត្រឹមតែបងទេគឺដល់ទៅម៉ាក់ប៉ាបងដល់ទៅកូនបងទៀតកូនត្រូវរស់នៅក្នុងស្ថានភាពមួយដែលគាត់អត់បានជ្រើសរើសរស់នៅបែបហ្នឹងទេពិបាកសឹងថាអត់មានហេតុផលណាមួយទៀតដែលថាចង់រស់ទៀតហ្មងវាពិបាកខ្លួនឯងវាពិបាកមកតង់ហើយប៉ុន្តែពិបាកដល់ទៅម៉ាក់ប៉ាវាពិបាកដល់ទៅកូនទាំងដែលគាត់មិនបានសុំយើងឲ្យមានរឿងនឹងកើតឡើងចំពោះគាត់ទេអញ្ចឹងគឺអារម្មណ៍មួយដែលថា guilty ហ្នឹងអារម្មណ៍មួយដែលថារអៀសចិត្តហ្នឹងវាពិបាកខ្លាំងមែនតើមានអារម្មណ៍ខ្លួនឯងគឺជាបន្ទុកខ្លួនឯងគឺជាហេតុផលមួយដែលកូនហ្នឹងវាមកត្រូវនៅក្នុងស្ថានភាពហ្នឹងដោយសារតែយើងខ្លួនឯងពេលដែលដំបូងឡើយពេលដែលបងពិបាកខ្លាំងនៅពេលដែលបងមានអារម្មណ៍ថាបងលែងចង់រស់ហ្នឹងហេតុផលសំខាន់ធំមួយអត់ទទួលស្គាល់ការពិតនៅពេលដែលយើងអត់ទទួលស្គាល់ខ្លួនឯងនៅពេលដែលយើងអត់ទទួលស្គាល់ថាយើងមានកំហុសហើយគឺយើងអត់អាចនៅជាមួយខ្លួនឯងបានទេយើងអត់អាច move on បានយើងអត់អាចបន្តទៅមុខបាននៅពេលដែលយើងអត់ទាន់ទទួលស្គាល់ខ្លួនឯងអត់ទាន់ទទួលស្គាល់ថាយើងបានសាងកំហុសហើយត្រូវតែដោះស្រាយជាមួយនឹង consequence ហ្នឹងបើយើងអត់ប្រឈមមុខនឹងការពិតហ្នឹងបើយើងអត់ប្រឈមមុខជាមួយនឹងកំហុសហ្នឹងគឺយើងអត់អាច move on ទៅបានទេពេលដែលយើងព្យាយាមគេចពីអាកំហុសហ្នឹងប្រហែលជាយើងអាចធូរចិត្តមួយផ្លែយើងអាចភ្លេចវាបានមួយផ្លែប៉ុន្តែវានឹងត្រឡប់មករកយើងនៅក្នុងថ្ងៃណាមួយនៅក្នុងពេលវេលាណាមួយបើសិនជាយើងអត់ព្រមជំរះរឿងហ្នឹងជាមួយនឹងខ្លួនឯងដូចជំរាបបញ្ជាជាមួយនឹងខ្លួនឯងជំរះឲ្យអស់អង្គុយគិតមកវិញថាហេតុអីបានរឿងហ្នឹងវាកើតឡើងហេតុអីបានអាកំហុសហ្នឹងវាកើតឡើងខ្ញុំបានធ្វើអីខ្លះនៅពេលហ្នឹងខ្ញុំបានសម្រេចចិត្តអីខ្លះនៅពេលហ្នឹងបានជាខ្ញុំឈានមកដល់ដំណាក់កាលដែលខ្ញុំត្រូវបែកបាក់គ្រួសារនេះឈានមកដល់ដំណាក់កាលដែលខ្ញុំកំពុងតែនៅពេលហ្នឹងអញ្ចឹងយើងត្រូវសួរខ្លួនឯងយើងត្រូវតែស្រុបសេចក្តីមកវិញថាខ្ញុំមកដល់ចំណុចនេះដោយសារតែអាពេលហ្នឹងខ្ញុំបានសម្រេចចិត្តបែបហ្នឹងពេលហ្នឹងខ្ញុំបានសម្រេចចិត្តដែលខ្ញុំអត់បានគិតច្បាស់លាស់អញ្ចឹងបើសិនជាយើងនៅតែបន្តគិតអត់ច្បាស់លាស់គឺយើងនឹងនៅតែបន្តបង្កើតកំហុសដដែលអញ្ចឹងបើសិនជាពេលហ្នឹងមកអត់ទទួលស្គាល់ថាអូខេខ្ញុំទទួលស្គាល់ហើយថាជីវិតរៀបការរបស់ខ្ញុំគឺវាបរាជ័យហើយខ្ញុំទទួលស្គាល់ហើយថាខ្ញុំអត់អាចខ្លាយជាម្ដាយម្នាក់ដែលពេញលេញសម្រាប់កូនខ្ញុំទេខ្ញុំទទួលស្គាល់ថាខ្ញុំអត់អាចល្អគ្រប់10ទេហើយនេះគឺជាកំហុសរបស់ខ្ញុំអត់សំខាន់ទេថាយើងបានបង្កើតកំហុសអីខ្លះអីដែលសំខាន់គឺថារងថ្ងៃហ្នឹងចំណុចដែលយើងកំពុងតែនៅហ្នឹងយើងបែបណាយើងពេញចិត្តនៅអ្វីដែលយើងកំពុងតែធ្វើរងថ្ងៃហ្នឹងអត់យើងពេញចិត្តចំពោះអ្វីដែលយើងកំពុងតែម
មានរាល់ថ្ងៃនឹងអត់យើងដឹងច្បាស់ថាយើងកំពុងតែនៅចំណុចណាឥឡូវហ្នឹងហើយយើងដឹងច្បាស់ថាថ្ងៃមុខទៀតនឹងចង់នៅចំណុចណាព្រោះយើងអត់អាចនៅខ្វល់ជាមួយនឹងរឿងដែលកើតឡើងដដែលហ្នឹងទេទោះបីចង់ទទួលស្គាល់ឬក៏មិនចង់ទទួលស្គាល់រឿងហ្នឹងគឺវាពិតជាបានកើតឡើងមែនអញ្ចឹងកុំព្យាយាមកិច្ចពីវាកុំព្យាយាមបំភ្លៃអតីតកាលរបស់យើងហើយយើងអាចកុហកគេបានប៉ុន្តែយើងអត់អាចកុហកខ្លួនឯងបានហើយយើងអត់អាចរស់នៅជាមួយនឹងការកុហកខ្លួនឯងបានទេបើសិនជាចង់ឲ្យរស់នៅជីវិតមួយដែលមានសេរីភាពគឺឈប់កុហកខ្លួនឯងហើយទទួលស្គាល់ខ្លួនឯងហើយទទួលស្គាល់អីដែលខ្លួនឯងបានធ្វើនៅពេលដែលបងនៅក្នុងដំណើរការដែលបងចាប់ដើមទទួលយកខ្លួនឯងហ្នឹងបងប្រាប់ខ្លួនឯងថាបងទទួលស្គាល់ហើយថាបងគឺបែបហ្នឹងបើសិនជាពេលនេះអ្នកទាំងអស់គ្នាកំពុងតែនៅក្នុងចំណុចនេះកំពុងតែមានកំហុសមួយដែលគិតថាខ្លួនឯងអត់អាចកែប្រែបានណាខ្ញុំចង់រំលឹកប្រាប់អ្នកទាំងអស់គ្នាថាកំហុសវាគ្រាន់តែជា feedback វាគ្រាន់តែជាមតិត្រឡប់ដែលបង្ហាញប្រាប់អ្នកទាំងអស់គ្នាថាដែលមកកេះស្មាប្រាប់អ្នកទាំងអស់គ្នាថាអូដើរផ្លូវនឹងអត់ត្រូវទេការសម្រេចចិត្តនឹងគឺអត់ត្រូវទេសាក់គិតឡើងមកវិញមើលថាយើងអាចធ្វើអីបានកុំមើលឃើញវាគឺជា the end of the world កុំមើលឃើញវាថាវាគឺជាចុងបញ្ចប់នៃពិភពលោកហើយអត់ទេជីវិតរបស់យើងគឺវែងជីវិតរបស់យើងគឺវាធំកំហុសហ្នឹងវាគ្រាន់តែជា small dot ខ្មៅតូចមួយនៅក្នុងกระดาษសនៃជីវិតរបស់យើងតែប៉ុណ្ណោះវាមិនមែនជាចុងបញ្ចប់នៃជីវិតរបស់យើងទេជីវិតរបស់យើងគឺនៅវែងឆ្ងាយហើយវាមានរឿង excited វាមានរឿងធំជាងនឹងទៀតដែលនឹងរងចាំឲ្យយើងទៅដោះស្រាយជាមួយវាអញ្ចឹងកុំដោយសារតែរឿងតូចនេះធ្វើឲ្យយើងមានអារម្មណ៍ថាជីវិតយើងគឺចប់ត្រឹមហ្នឹងហ៊ានទទួលស្គាល់ហើយគឺយើងហ៊ាននិយាយចែករំលែកទៅកាន់មនុស្សដែលយើងទុកចិត្តអញ្ចឹងនៅពេលដែលបងទៅតែបែកគ្នាថ្មីបងនិយាយជាមួយនឹងម៉ាក់ប៉ាបងដោយសារតែគាត់គឺជាមនុស្សដែលយើងទុកចិត្តបំផុត open up ជាមួយគាត់ថាខ្ញុំពិតជាសុំទោសម៉ែសុំទោសប៉ាខ្ញុំអត់មានចេតនាទេខ្ញុំអត់មានបំណងថាឲ្យម៉ែប៉ាមកពិបាកដោយសារខ្ញុំត្រូវខ្មាស់គេដោយសារខ្ញុំហើយត្រូវទទួលបន្ទុកជួយមើលកូនដោយសារខ្ញុំទៀតខ្ញុំពិតជាអត់មានបំណងទេអីដែលបងគិតពីមុនពេលដែលបងនិយាយមកគាត់បងគិតថាអូហាក់ជាគាត់ខឹងខ្លាំងហើយព្រោះគាត់ខំប្រឹងមើលថែយើងគាត់មិនបានអូសយើងឲ្យមកការជាមួយគ្នាទេគាត់មិនបានបង្ខំយើងទេយើងសម្រេចចិត្តដោយខ្លួនឯងហេតុអីបានយករឿងនេះយកមកឲ្យគាត់វេទនាជាមួយយើងឲ្យគាត់មានបន្ទុកគាត់ចាស់ហើយគាត់ត្រូវមើលយើងអស់ចិត្តកូន5 6ហើយមកត្រូវមើលចៅទៀតបងគាត់ថាវាលឹះលប់សម្រាប់គាត់បង guilty ខ្លាំងមែនតើហើយបងគាត់ថាគាត់ប្រហែលជាមានអារម្មណ៍បែបហ្នឹងទើសតល់ជាមួយយើងប៉ុន្តែគាត់និយាយអត់កើតប៉ុន្តែនៅពេលដែលបាននិយាយជាមួយគាត់ហើយទៅបងដឹងថាបងគិតតែខ្លួនឯងទេថាគាត់អត់ទទួលយកយើងមានអារម្មណ៍ថាគាត់ខឹងយើងប៉ុន្តែគាត់អត់មានខឹងយើងទេប្រហែលជាវាអាចជាសម្ពាធសម្រាប់គាត់ប៉ុន្តែគាត់អត់មានចិត្តមួយដែលថាអត់ចង់ជួយយើងទេអញ្ចឹងកន្លែងនេះខ្ញុំចង់រំលឹកដែរបើសិនជាអ្នកទាំងអស់គ្នាមានមនុស្សដែលជួយ support មានមនុស្សដែលជួយជ្រោមជ្រែងអ្នកទាំងអស់គ្នាកុំទាន់គិតដោយខ្លួនឯងថាគាត់អត់ចង់ជួយយើងនិយាយជាមួយគាត់សិនវិភាគខ្សាជាមួយគាត់សិនខ្ញុំជឿថាមានមនុស្សជាច្រើនដែលស្រឡាញ់អ្នកទាំងអស់គ្នាដែលចង់ជ្រោមជ្រែងអ្នកទាំងអស់គ្នាប៉ុន្តែសួរខ្លួនឯងថាតើអនុញ្ញាតឲ្យគេជ្រោមជ្រែងយើងអត់សូមបើកចិត្តក្លាហានហើយទម្លាក់ចុះស្រៀនសូមជំនួយដើម្បីឲ្យគាត់ជួយយើងខ្ញុំជឿថាអ្នកដែលគាត់ស្រឡាញ់យើងគាត់សុខចិត្តជួយយើងគាត់អត់ចង់ឲ្យយើងសម្រេចចិត្តគិតខ្លីឬក៏គាត់អត់ចង់បាត់បង់យើងទេបន្ទុកដែលយើងឲ្យគាត់នៅពេលនេះវាមិនមែនរហូតទេកំហុសវាគឺជាឱកាសមួយនៃការរីកចម្រើនរបស់នៅពេលដែលយើងបង្កើតកំហុសដល់រាបណាដែលយើងមានការសរុបសេចក្តីជាមួយនឹងខ្លួនឯងនៅពេលដែលយើងដឹងថាអីដែលមានប្រសិទ្ធភាពហើយយើងរក្សាទុកប៉ុន្តែអីដែលអត់មានប្រសិទ្ធភាពទេយើង make adjustment យើងកែសម្រួលវាទៅកុំគិតថានេះគឺជាកំហុសចុងក្រោយដែលយើងនឹងបង្កើតនៅក្នុងជីវិតរបស់យើងនៅពេលនេះអត់ទេនឹងមានកំហុសជាច្រើនទៀតដែលយើងនឹងបង្កើតប៉ុន្តែដរាបណានៅពេលដែលយើងមានការសរុបសេចក្តីជាមួយនឹងខ្លួនឯងយើងនឹងមិនបង្កើតកំហុសដដែលទេកំហុសខ្លះគឺវាពិតជាអាម៉ាស់កំហុសខ្លះគឺវាពិតជាវាធំរហូតដល់ថាយើងអត់អាចទទួលកន្លែងហ្នឹងតើតែអត់មានអ្នកណាអាចជួយយើងខ្លួនឯងក្រៅពីយើងខ្លួនឯងទេត្រូវតែព្យាយាមទទួលថាយើងបានខុសហើយព្រោះថាបើសិនជាយើងនៅតែបន្តអត់ទទួលស្គាល់កំហុសហ្នឹងទេគឺយើងអត់អាចរស់ជាមួយនឹងខ្លួនឯងបានទេហើយការដែលអត់អាចរស់ជាមួយនឹងខ្លួនឯងបានហ្នឹងគឺវាពិបាកយើងអត់អាចរស់នៅជាមួយនឹងមនុស្សម្នាក់នេះយើងអាចចេញពីគាត់បានយើងអាចផ្ដាច់ទំនាក់ទំនងជាមួយនឹងគាត់បានប៉ុន្តែខ្លួនឯងនេះផ្ដាច់ខ្លួនឯងរបៀបម៉េចអត់បានទេអញ្ចឹងមានតែវិធីមួយគាត់ដែលអ្នកទាំងអស់គ្នាអាចធ្វើបានហ្នឹងគឺហ៊ានទទួលស្គាល់ខ្លួនឯងទទួលស្គាល់ការពិតទទួលស្គាល់កំហុសដែលខ្លួនឯងបានធ្វើហ៊ានទទួលថាយើងខុសហើយអញ្ចឹងយើងត្រូវធ្វើអីដើម្បីកែសម្រួលវាបើសិនជាពេលហ្នឹងបងអត់ជួបបញ្ហាហ្នឹងប្រហែលជាបងអត់រឹងមាំដូចរាល់ថ្ងៃប្រហែលជាបងអត់មានសមត្ថភាពឲ្យផ្ដល់ខ្លួនឯងនៅជីវិតមួយដែលបងចង់បានដូចរាល់ថ្ងៃទេបងគិតថាគ្រប់អីដែលយើងបានធ្វើទាំងអស់វាសុទ្ធតែកើតឡើងដោយសារហេតុផលណាមួយច្បាស់ជាជាន់លើកំហុសដោយសារតែយើងអត់បានរៀនសូត្រពីកំហុសចាស់កំហុសថ្មីគឺវាអាចនឹងកើតឡើងដដែលហើយនឹងបន្តបង្កើតនៅកំហុសជាច្រើនផ្សេងទៀតដដែលព្រោះបើយើងអត់ដឹងថាខ្លួនឯងបានខុសអីហើយយើងអត់ដឹងថាយើងកែអីហៅចិត្តទៅយើងអត់ដឹងថាយើងគួរធ្វើអីដើម្បីឲ្យល្អជាងកំហុសមុននេះបើសិនជាសួរថាតើត្រឡប់ទៅក្រោយវិញចង់កែប្រែអតីតកាលរបស់ខ្លួនឯងអត់ចង់ឲ្យរឿងផ្សេងវាកើតឡើងអត់ពីមុនមកធ្លាប់គិតដែរថាប្រហែលជាទៅក្រោយបានប្រហែលជាកែមិនចង់ជួបនេះមិនចង់ជួបនោះមិនចង់ធ្វើរឿងដូចពីមុនអញ្ចឹងណាតែសម្រាប់បងឥឡូវនេះបើសិនជាអាចត្រឡប់ទៅក្រោយបានគឺខ្ញុំឆ្លើយទាំងមិនស្ទាក់ស្ទើរថាខ្ញុំនឹងមិនចង់កែប្រែអីទាំងអស់ព្រោះខ្ញុំជឿថាខ្ញុំរាល់ថ្ងៃនេះវាគឺជាលទ្ធផលនៃខ្ញុំពីមុនមកវាគឺជា
លទ្ធផលនៃអីដែលយើងបានធ្វើពីមុនមកទាំងអស់បើសិនជាអត់មានរឿងទាំងអស់នោះកើតឡើងសម្រាប់បងទេប្រហែលជាបងមិនមែនជាមនុស្សម្នាក់ដែលយល់ពីអ្នកដទៃបានច្រើនដាប់អ្នកដទៃបានច្រើនជាងពីមុនទេបងមិនមែនជាមនុស្សម្នាក់ដែលមានក្តីស្រឡាញ់បរិសុទ្ធឬក៏ក្តីស្រឡាញ់ពេញលេញសម្រាប់មនុស្សដែលនៅជុំវិញខ្លួនបងមិនមែនជាម្ដាយម្នាក់ដែលរឹងមាំសម្រាប់កូនបងទេបើសិនជាអត់មានរឿងទាំងអស់នោះកើតឡើងហើយបងក៏ប្រហែលជាមិនអាចនឹងធ្វើការសម្រេចចិត្តផ្សេងទៀតនឹងសម្រេចចិត្តអីមួយបងគិតខ្លាំងមិនដូចមុនសម្រេចចិត្តឲ្យចិត្តទៅអញ្ចឹងសូមធ្វើការសរុបសេចក្តីជាមួយនឹងខ្លួនឯងនៅពេលដែលខ្លួនឯងបង្កើតកំហុសប្រាប់ខ្លួនឯងថាខ្ញុំពិតជាបង្កើតកំហុសមែនប៉ុន្តែខ្ញុំមិនមែនជាមនុស្សម្នាក់នឹងទៀតទេឥឡូវហ្នឹងគឺខ្ញុំគឺជាមនុស្សម្នាក់នេះប្រសើរឡើងហើយកំហុសទាំងនោះវាមិនបានឲ្យនិយមន័យខ្ញុំទេកំហុសទាំងអស់នោះមិនបានកាត់ផ្ដាច់ខ្ញុំពីជីវិតមួយដែលខ្ញុំចង់បានទេខ្ញុំនៅតែមានឱកាសបង្កើតនៅជីវិតមួយដែលខ្ញុំចង់បានការបង្កើតកំហុសនេះវាគឺជា proof វាគឺជាភស្តុតាងដែលបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាកំពុងតែព្យាយាមធ្វើហើយបើអត់ធ្វើគឺអត់មានកំហុសទេវាគ្រាន់តែជាលទ្ធផលមួយដែលអ្នកទាំងអស់គ្នាចង់បានឬក៏ជាលទ្ធផលដែលអ្នកទាំងអស់គ្នាចង់បានតែប៉ុណ្ណោះអញ្ចឹងបើសិនជាវាមានជាកំហុសដែលយើងហៅថាជាលទ្ធផលដែលយើងចង់បានហ្នឹងកែប្រែវាទៅហើយទៅបង្កើតលទ្ធផលមួយដែលអ្នកទាំងអស់គ្នាចង់បាន